បានសួស្តីបងប្អូនទាំងអស់គ្នាហើយថ្ងៃនេះដែលក្រោយពីចាប់សិក្ខាសាលាមួយរយៈពេលមួយថ្ងៃទាក់ទងនឹងសុខភាពផ្លូវចិត្តហើយនឹងការថែទាំខ្លួនឯងប៉ុន្តែមើលក្នុងឆាតហាក់បីដូចជានៅមានសំណួរច្រើនសិក្ខាកាមប្រហែលជាមិនទាន់អស់ចិត្តហើយនឹងមានសំណួរពីបងប្អូនផ្សេងទៀតដែលគាត់អត់បានចូលរួមសិក្ខាសាលាទេប៉ុន្តែគាត់មានចម្ងល់ឬក៏គាត់ចង់សួរដូចគ្នាដែរមានសំណួរច្រើនក្នុងចំណោមសំណួរទាំងអស់ហ្នឹងមានសំណួរមួយដែលមានអ្នកសួរច្រើនជាងគេគឺសួរថាលោកគ្រូតើជំងឺផ្លូវចិត្តព្យាបាលជាអត់លោកគ្រូពីព្រោះឃើញអ្នកជំងឺផ្លូវចិត្តច្រើនណាស់ដែលគាត់ឈឺហើយគាត់ចង់ដើរឡើងតាមមុខផ្សារនៅទីសាធារណៈតាំងពីពួកខ្ញុំនៅតូចរហូតដល់ពួកខ្ញុំប៉ុណ្ណឹងគឺគាត់នៅតែអញ្ចឹងតែដែរហើយបាទជាសំណួរគួរឲ្យចាប់អារម្មណ៍បាទប៉ុន្តែមុននឹងឆ្លើយនឹងសំណួរបងប្អូនពួកខ្ញុំមានសំណួរសួរទៅវិញបាទបងប្អូនសួរមួយប៉ុន្តែត្រូវមានសំណួរច្រើនសួរទៅបងប្អូនវិញពីព្រោះបើសិនជាបងប្អូនគាត់ណាសួរលេងទេប្រហែលជាមិនសូវមានសារៈសំខាន់សម្រាប់បងប្អូនទេព្រោះនេះជារឿងសុខភាពនេះជារឿងចំណេះដឹងហើយក៏នេះគឺជារឿងដែលសំខាន់ដែរសម្រាប់បងប្អូនបើសិនជាយើងជជែកគ្នាហើយមានផលប្រយោជន៍ដល់បងប្អូនក្រុមការងារពួកយើងសប្បាយរីករាយក្នុងការធ្វើកិច្ចការងារទាំងអស់នេះសំណួរដែលចង់សួរបងប្អូនទៅវិញហ្នឹងសំណួរសួរថាតកតងនឹងជំងឺផ្លូវចិត្តដែលបងប្អូនសួរថាព្យាបាលជាឬក៏អត់ហ្នឹងជាជំងឺផ្លូវចិត្តប្រភេទអីហើយអ្នកណាអ្នកឈឺហើយឋានភាពជំងឺរបស់គាត់នោះធ្ងន់ធ្ងរប៉ុណ្ណាណែហើយគាត់ឈឺយូរនៅប្រហែលឆ្នាំហើយអ្នកឈឺហ្នឹងស្រីឬក៏ប្រុសហើយក្រុមគ្រួសារគាត់មិនដែរគាត់រស់នៅឯណារស់នៅទីក្រុងរស់នៅជនបទឬក៏រស់នៅឯណាហើយគាត់ជាមនុស្សដែលយកចិត្តទុកដាក់ទៅលើសុខភាពខ្លួនឯងឬក៏អីឬក៏អត់ទេហើយឥឡូវនេះពេលដែលគាត់កំពុងឲ្យឈឺនេះគាត់កំពុងព្យាបាលកំពុងតែស្វែងរកការព្យាបាលឬមួយក៏អត់ទេណាអញ្ចឹងបងប្អូនអាចប្រហែលជាអាចមានអារម្មណ៍ថាចង់ខ្ញុំសួរទៅមកសំណួរលោកគ្រូសួរខ្ញុំច្រើនម្ល៉េះហើយសួរហ្នឹងសួរប្រុងមិនសួរប្រុងអត់ព្រមឆ្លើយឬមួយក៏សួរយ៉ាងម៉េចណាពីព្រោះមុននឹងឆ្លើយសំណួរបងប្អូនជាទូទៅយើងជាអ្នកជំនាញយើងទៅមានសមត្ថកម្មទៅមានមូលដ្ឋានទៅមានព័ត៌មានបានគ្រប់ជ្រុងជ្រោយពីព្រោះជាទូទៅបើសិនជាយើងមិនមានព័ត៌មានយើងមិនមានមូលដ្ឋានយើងមិនមានសមត្ថកម្មគ្រប់គ្រាន់ទេមានន័យថាចម្លើយឆ្លើយទៅបងប្អូនប្រហែលជាវាមិនមែនជាចម្លើយដែលបងប្អូនចង់បានហើយក៏ជាចម្លើយដែលយើងចេះតែឆ្លើយឲ្យទៅរួចតែពីមាត់ពីព្រោះមិនខ្ញុំគិតថាមិនមែនជាសំណួរទី1ទេហើយក៏មិនមែនតែសួរតែពួកយើងក្រុមការងារពួកយើងដែរប្រហែលជាបងប្អូនធ្លាប់សួរអ្នកជំនាញផ្សេងទៀតតើតើនៅសំណួរនេះហើយប្រហែលជាអាចទទួលបានចម្លើយមិនទាន់ពេញចិត្តអញ្ចឹងព្យាយាមសួរបន្ថែមទៀតចឹងពីព្រោះហេតុអីបានជាពួកខ្ញុំសួរត្រឡប់ទៅបងប្អូនច្រើនសំណួរបែបនេះមុននឹងឆ្លើយពីព្រោះបងប្អូនត្រូវដឹងថាជំងឺផ្លូវចិត្តគឺជាបញ្ហាដែលទាក់ទងនឹងសុខភាពហើយក៏វាមិនខុសពីជំងឺផ្លូវកាយដែរឥឡូវបងប្អូនសម័យមើលជំងឺផ្លូវកាយមានប្រមាណប្រភេទជំងឺអញ្ចឹងជំងឺផ្លូវចិត្តក៏មិនខុសគ្នាដែរជំងឺផ្លូវចិត្ត
មានច្រើនប្រភេទណាបងប្អូនមានរាប់រយប្រភេទជំងឺ200ជាងប្រភេទជំងឺដូចជំងឺផ្លូវកាយអញ្ចឹងហើយជំងឺខ្លះក៏ជាជំងឺពិបាកព្យាបាលដូចតែផ្លូវកាយបងប្អូនសម័យមុនជំងឺផ្លូវកាយដែលខ្លះឈឺមិនអាចព្យាបាលកើតរហូតដល់បាត់បង់ជីវិតអ្នកខ្លះព្យាបាលប៉ុន្តែចំណាយពេលរាប់ឆ្នាំឯណោះឃើញទេហើយអ្នកខ្លះក៏ព្យាបាលឆាប់ជាអញ្ចឹងជំងឺផ្លូវចិត្តដូចគ្នាបងប្អូនគ្រាន់តែឆ្លើយថាតើជាមិនជាវាមិនមែនជារឿងងាយស្រួលក្នុងការឆ្លើយជូនបងប្អូនទេតែសំខាន់តើមានហេតុផលអីដែលនាំឲ្យការព្យាបាលជំងឺផ្លូវចិត្តនឹងជាហើយហេតុផលអីដែលនាំឲ្យមិនជាអានេះដែលជារឿងសំខាន់ដែលត្រូវជជែកជាមួយបងប្អូនខ្លីៗដើម្បីឲ្យបងប្អូនស្វែងយល់ហើយនឹងយល់ពីវាមិនគ្រាន់តែឮទៅអ្នកជំនាញឆ្លើយបែបនេះអញ្ចឹងបែបហ្នឹងពីព្រោះជំងឺផ្លូវចិត្តវាមានជំងឺខ្លះក៏ធ្ងន់ធ្ងរជំងឺខ្លះក៏រ៉ាំរ៉ៃជំងឺខ្លះក៏ស្រាលឃើញទេហើយហេតុផលដែលធ្វើឲ្យអ្នកជំងឺឈានទៅរកការជាសះស្បើយក៏វាមានហេតុផលផ្សេងគ្នាដែរហេតុផលខ្លះការព្យាបាលអ្នកជំងឺផ្លូវចិត្តជាឬក៏មិនជាហ្នឹងជួនកាលវាមិនមែនអាស្រ័យទៅលើភាពធ្ងន់ធ្ងរឬក៏ភាពស្រាលរបស់ជំងឺនោះទេមកអាស្រ័យទៅលើអ្នកដែលមកទទួលសេវាព្យាបាលឥឡូវយើងសួរខ្លីថាអ្នកឈឺហ្នឹងគាត់ចង់ព្យាបាលអត់ឧទាហរណ៍ណាchứបើគាត់អត់ចង់ព្យាបាលផងហើយគាត់អត់ស្វែងរកការព្យាបាលផងសំណួរសួរថាតើព្យាបាលជាអត់ណាហើយគាត់ជាមនុស្សដែលគាត់យកចិត្តទុកដាក់នឹងសុខភាពអត់គាត់ចូលចិត្តថែទាំសុខភាពខ្លួនឯងអត់ទាំងផ្លូវកាយទាំងផ្លូវចិត្តឃើញទេនឹងអត់តន់និយាយពីភាពធ្ងន់ធ្ងរឬក៏កម្រិតស្រាលរបស់ជំងឺគាត់ដែលមាននៅឡើយហើយតែគាត់មានធនធាននៅជំវិញដែលជួយគ្រប់គ្រងជួយថែទាំគាត់អត់អ្នកខ្លះគាត់ព្យាយាមហើយប៉ុន្តែបែរទៅធនធានដែលនៅជំវិញខ្លួនគាត់វិញអត់មានឃើញទេអញ្ចឹងមិនថាជំងឺផ្លូវកាយជំងឺផ្លូវចិត្តទេនៅពេលដែលយើងព្យាបាលត្រូវការឈានត្រូវការជាសះស្បើយគឺត្រូវការសាច់ញាតិត្រូវការបងប្អូនត្រូវការមិត្តភក្តិត្រូវការមជ្ឈដ្ឋានជុំវិញជួយគ្រប់គ្រងជួយថែទាំលើកទឹកចិត្តឲ្យគ្រប់សញ្ញាគ្រប់គ្រងទាំងផ្លូវកាយទាំងផ្លូវចិត្តនោះធ្វើឲ្យការជាឈានទៅរកការជាសះស្បើយនេះវាអាចលឿនហើយនឹងមានប្រសិទ្ធភាពអញ្ចឹងទៅណាឃើញទេអាហ្នឹងអត់តនិយាយពីស្ថានភាពជំងឺអញ្ចឹងបើចង់ឆ្លោះបញ្ចាំងថាចុះបើនិយាយពីស្ថានភាពជំងឺវិញតើយ៉ាងម៉េចឃើញទេអញ្ចឹងហើយมันខុសពីជំងឺផ្លូវកាយហ្នឹងគឺចង់មានន័យថាជំងឺខ្លះក៏ជាជំងឺដែលរ៉ាំរ៉ៃទោះបីជាគាត់ជាប៉ុន្តែគាត់ត្រូវការពេលបើប្រៀបធៀបជាមួយនឹងជំងឺផ្លូវកាយជំងឺផ្លូវចិត្តជាជំងឺដែលត្រូវការចំណាយពេលយូរខ្លាំងបើប្រៀបធៀបជាមួយនឹងផ្លូវកាយអ្នកខ្លះគាត់ព្យាបាលត្រូវការរហូតដល់1ឆ្នាំ2ឆ្នាំ3ឆ្នាំឃើញទេតែវាមិនអញ្ចឹងទៅហើយអ្នកខ្លះក៏អត់គ្រាន់តែ4ខែ3ខែ5ខែ6ខែគាត់ក៏អាចមានលទ្ធភាពត្រឡប់ទៅបំពេញការងារទៅធ្វើការងារវិញបានគាត់អាចចាប់ផ្ដើមអាជីពរបស់គាត់ឡើងវិញបានគ្រាន់តែគាត់ត្រូវការថែទាំខ្លួនឯងបន្ថែមទៀតអីចឹងណាអញ្ចឹងនេះជាចម្លើយសាមញ្ញហើយឆ្លុះបញ្ចាំងជាមួយបងប្អូនទោះបីជាមិនបាន100%តាមការរំពឹងទុកបងប្អូនថាចង់សួរមកឲ្យលោកគ្រូឆ្លើយតែមួយម៉ាត់ទេថាជាឬក៏មិនជាប៉ុន្តែពួកយើងចង់ឆ្លុះបញ្ចាំងណាបង្ហាញហេតុផលទាំងអស់ហ្នឹងជួយបងប្អូនហើយតែបញ្ជាក់ជូនថាដូចយើងបានជជែកគ្នានៅក្នុងសិក្ខាសាលាអញ្ចឹងជំងឺផ្លូវចិត្តខ្លះមិនប្រកាសថាតលតែត្រូវការព្យាបាលទេមានបងប្អូនយើងជាច្រើនដែលគាត់មានជំងឺផ្លូវចិត្តល្មមហើយទោះបីតែខ្លួនគាត់ហ្នឹងក៏អត់ដឹងថាគាត់ឈឺផងឃើញទេ
រហូតដល់គាត់ជាពីជំងឺផ្លូវចិត្តដោយខ្លួនឯងដោយมันចាំបាច់ព្យាបាលណាអញ្ចឹងល្អដែរពេលយើងឈឺក៏មិនដឹងហើយពេលទៅជាទៅវិញក៏មិនដឹងគ្រាន់តែពេលខ្លះយើងបានថែទាំសុខភាពផ្លូវចិត្តខ្លួនឯងគាត់យើងផ្លាស់ប្ដូររបៀបរស់នៅពីការរស់នៅរបៀបប្រឈមនឹងហានិភ័យនៃឋានភាពផ្លូវចិត្តទៅជាការរស់នៅដែលមានភាពកក់ក្ដៅដែលមានសេរីភាពដែលមានការទទួលបានការគ្រប់គ្រងមានទំនាក់ទំនងល្អក្នុងសង្គមអីជាច្រើនហ្នឹងក៏បានធ្វើឲ្យគាត់ជាសះស្បើយពីជំងឺផ្លូវចិត្តទាំងដែលគាត់អត់ដឹងថាគាត់ឈឺទាំងដែលគាត់អត់ដឹងថាគាត់ជានៅពេលណាហើយมันបានទៅជួបអ្នកជំនាញព្យាបាលផងมันបានជិះទៅពេទ្យជួបហាងទៅខាងសាកាទ្រីផងអញ្ចឹងណាជាងសង្ឃឹមថានេះជាចម្លើយខ្លីៗដែលអាចឆ្លុះបញ្ចាំងចែករំលែកជាមួយគ្នាបានហើយស្វាគមន៍សម្រាប់សំណួរផ្សេងទៀតបងប្អូនអាចឆាតមកសួរនៅពេលដែលមានចម្ងល់បាទអរគុណច្រើនជម្រាបលាបាទសុខសប្បាយទាំងអស់